ជំរាបសួរថ្ងៃនេះយើងនឹងបង្ហាញពីរបៀបភ្ជាប់កម្មវិធី NetBlock ឪពុកម្ដាយទៅនឹង NetBlock របស់កូនដំបូងនៅលើទូរស័ព្ទដៃឪពុកម្ដាយសូមបើកកម្មវិធី NetBlock Parents រួចធ្វើការ Login ដោយវាយបញ្ចូល Email និងលេខសម្ងាត់របស់អ្នកហើយចុចប៊ូតុង Login បន្ទាប់ពីចូលកម្មវិធីរួចសូមចុចលើពាក្យ Pair Now ដើម្បីធ្វើការភ្ជាប់លោកអ្នកនឹងឃើញផ្ទាំងមួយដែលបង្ហាញលេខកូដសម្ងាត់ឬ QR code សម្រាប់ត្រៀមយកទៅភ្ជាប់ជាមួយទូរស័ព្ទរបស់កូនឥឡូវនេះសូមប្ដូរមកកាន់ទូរស័ព្ទរបស់កូនវិញម្ដងសូមចុចទៅកាន់ Play Store រួចវាយពាក្យ NetBlock Child ដើម្បីស្វែងរកសូមធ្វើការទាញយកនិងដំឡើងកម្មវិធីនេះពេលដំឡើងរួចសូមបើកកម្មវិធីនេះឡើងកម្មវិធីនឹងទាមទារការអនុញ្ញាតសិទ្ធិឬ accessibility ជាមុនសិនសូមចុចពាក្យ agree ព្រោះវាជាចំណុចសំខាន់បំផុតដើម្បីឲ្យកម្មវិធីនេះអាចដំណើរការបានពេញលេញមកដល់ចំណុចនេះវាមានជម្រើសពីរគឺ scan QR code ឬក៏វាយកូដបញ្ចូលក្នុងវីដេអូនេះយើងជ្រើសរើសយកការវាយកូដបញ្ចូលសូមយកលេខកូដកន្លែងខាងក្រោមមានកន្លែងចុចcopy សូមចុច copy រួចវាយបញ្ចូលឲ្យបានត្រឹមត្រូវនៅក្នុងទូរស័ព្ទដៃរបស់កូនចុងក្រោយវានឹងបង្ហាញឈ្មោះគណនីឪពុកម្ដាយរបស់អ្នកប្រសិនបើត្រឹមត្រូវហើយសូមចុចពាក្យ connect ឬភ្ជាប់ជាការស្រេចពេលនេះទូរស័ព្ទទាំងពីរបានភ្ជាប់គ្នារួចរាល់ហើយNetBlock ជួយឲ្យកូនរបស់អ្នកប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាពសូមអរគុណចំពោះការទស្សនា